ជាដំបូងខ្ញុំសូមជំរាបសួរលោកគ្រូឧទ្ទេសខ្ញុំឈ្មោះស្រួនស្រីណែតមកពីថ្នាក់អំដែលមានលេខរៀងទី6នេះគឺជា slide ស្វ័យសិក្សាតាក់ទងជាមួយនឹងមេរៀនការវាយតម្លៃក្នុងម៉ោងសិក្សាជាមួយនឹងមេរៀននេះដែរខ្ញុំមានមាតិកាចំនួន4សេចក្តីផ្ដើមការវាយតម្លៃក្នុងម៉ោងសិក្សា3ប្រភេទនៃការវាយតម្លៃក្នុងម៉ោងសិក្សាចំណុចទី1របស់ខ្ញុំគឺសេចក្តីផ្ដើមតកតងជាមួយនឹងការវាយតម្លៃហ្នឹងវាមានសារៈសំខាន់ក្នុងការសិក្សាចាំបាច់ខ្លាំងបំផុតដោយសារអីការបើសិនជាគ្មានការវាយតម្លៃទេការបង្រៀនរបស់គ្រូឬក៏របស់សិស្សមិនមានភាពពិតប្រាកដនោះទេដូចជាឧទាហរណ៍ថាពេលអំឡុងពេលរៀនគ្រូគាត់សួរសំណួរទៅសិស្សដើម្បីធ្វើតេស្តវាយតម្លៃទៅលើសិស្សថាគាត់អាចចាប់មេរៀននឹងបានដល់កម្រិតណាហើយតកតងជាមួយនឹងការវាយតម្លៃហ្នឹងជាធម្មតាបែងចែកច្រើនដំណាក់កាលដូចជាដំណាក់កាលសួរសំណួរការធ្វើតេស្តការប្រឡងប្រចាំខែការប្រឡងប្រចាំត្រីមាសការប្រឡងដែលមានស្តង់ដារឬក៏ប្រឡងប្រចាំសប្តាហ៍ដើម្បីឲ្យតម្លៃនៃវឌ្ឍនភាពនឹងឆ្ពោះទៅរកការសម្រេចនៅស្តង់ដាររបស់រដ្ឋដោយសារអីតកតងជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាឥឡូវគាត់កំពុងតែវិវត្តទៅការធ្វើតេស្តតាមបែប Digital វិញដូចជាមានកម្មវិធី PLP ដែលក្រសួងគាត់ធ្វើមកដើម្បីធ្វើតេស្តសមត្ថភាពរបស់សិស្សដែលរៀននៅថ្នាក់បឋមសិក្សាចឹងខ្ញុំសូមទៅដល់ចំណុចបន្ទាប់ការវាយតម្លៃក្នុងម៉ោងសិក្សាចឹងតកតងជាមួយនឹងការវាយតម្លៃក្នុងម៉ោងសិក្សាគឺជាដំណើរការនៃការប្រមូលការវិភាគការបកស្រាយព័ត៌មានអំពីការរៀនសូត្ររបស់សិស្សក្នុងអំឡុងពេលសិក្សាស្ដែងហើយគ្រូគាត់អាចវាយតម្លៃហើយគាត់អាចកែតម្រូវសិស្សនៅក្នុងនឹងតែម្ដងឧទាហរណ៍ថាគ្រូគាត់រៀនភាសាខ្មែរហើយគាត់សួរសិស្សតកតងជាមួយនឹងមុខវិជ្ជាភាសាខ្មែរតកតងជាមួយនឹងពាក្យបដិស័ព្ទតែគ្រូសួរឧទាហរណ៍ថាគ្រូសួរថាតើបដិស័ព្ទជាមួយនឹងពាក្យធំជាពាក្យអ្វីតែសិស្សបែរជានិយាយថាបដិស័ព្ទជាមួយនឹងពាក្យធំទៅជាទូលាយចឹងមានន័យថាគាត់ឆ្លើយខុសចឹងអំឡុងពេលហ្នឹងគ្រូគាត់អាចកែលម្អសិស្សភ្លាមប្រាប់សិស្សភ្លាមអំពីការវាយតម្លៃហ្នឹងតែម្ដងដើម្បីកែសម្រួលឲ្យសិស្សយល់ដឹងពីចម្លើយដែលត្រឹមត្រូវដូចជាបដិស័ព្ទជាមួយនឹងពាក្យធំគឺទូចដោយសារបដិស័ព្ទគឺជាពាក្យន័យផ្ទុយគ្នាចឹងអាហ្នឹងចឹងគ្រូគាត់លើកមូលហេតុលើកហេតុផលហ្នឹងមកបញ្យល់សិស្សក្នុងអំឡុងពេលសិក្សាភ្លាមហើយសិស្សគាត់អាចវាយតម្លៃខ្លួនឯងភ្លាមដែរតាក់ទងជាមួយនឹងការសិក្សារបស់គាត់ខ្ញុំសូមដល់ចំណុចទី3ចំណុចទី3របស់ខ្ញុំគឺប្រភេទនៃការវាយតម្លៃក្នុងម៉ោងសិក្សាតកតងជាមួយនឹងប្រភេទនៃការវាយតម្លៃក្នុងម៉ោងសិក្សាហ្នឹងមានទាំងអស់10ចំណុច1ការសង្ខេប2ចំណុចបន្ទាប់ការផ្ដល់យោបល់សម្រាប់ការស្រាវជ្រាវសកម្មភាពចំណុចទី3ការកែលម្អនិងណែនាំចំណុចបន្ទាប់ទៀតការវាយតម្លៃជាមុនកិច្ចការផ្ទះនិងកិច្ចការអង្គុយតកតងចំណុចបន្ទាប់ទៀតសំណួរនិងការធ្វើតេស្តចំណុចបន្ទាប់ទៀតឧបករណ៍ Digital ចំណុចបន្ទាប់ការវាយតម្លៃទូទៅចំណុចបន្ទាប់ការវាយតម្លៃបណ្ដោះអាសន្នចំណុចបន្ទាប់ការវាយតម្លៃទាំងស្រុងសុំទោសលោកគ្រូខ្ញុំការវាយតម្លៃទ្រង់ទ្រាយធំនៅចុងឆ្នាំចំណុចចុងក្រោយបំផុតគឺការផ្ដល់អន្តៈកែលម្អប្រកបដោយប្រសិទ្ធភាពចឹងចំណុចទាំងអស់ហ្នឹងគឺមាន10ចំណុចខ្ញុំនឹងលើកចំណុចមួយមកបកស្រាយនៅក្នុង slide នេះតែម្ដងមួយរបស់ខ្ញុំការវាយតម្លៃជាមុនកិច្ចការផ្ទះនិងកិច្ចការអង្គុយតកតងជាមួយនឹងខ្ញុំតកតងចំណុច3.1ហ្នឹងវាមាន2កិច្ចការផ្ទះនិងកិច្ចការអង្គុយអញ្ចឹងខ្ញុំលើកនិយមន័យរបស់កិច្ចការអង្គុយមកនិយាយសិនកិច្ចការអង្គុយគឺជាកិច្ចការឬក៏ថាធ្វើលំហាត់ដែលគ្រូដែលឲ្យសិស្សធ្វើនៅក្នុងថ្នាក់ភ្លាមបន្ទាប់ពីពន្យល់មេរៀនចប់ឬកំឡុងពេលរៀនចឹងមានថាកិច្ចការអង្គុយហ្នឹងមានន័យថាគ្រូក៏ដាក់កិច្ចការឲ្យសិស្សធ្វើនៅក្នុងម៉ោងសិក្សាក្នុង1ម៉ោងសិក្សាឬក៏2ម៉ោងសិក្សានៅក្នុងថ្នាក់រៀនដោយឲ្យសិស្ស
ធ្វើនៅក្នុងថ្នាក់ហ្នឹងតែម្ដងដែលគាត់ធ្វើឧទាហរណ៍ថាគ្រូគាត់ដាក់លំហាត់មួយឲ្យសិស្សបូកលេខអញ្ចឹងសិស្សត្រូវតែមានក្តារមួយយកមកអង្គុយបូកលេខហើយលើកចម្លើយឲ្យគ្រូឃើញភ្លាមនៅក្នុងអំឡុងពេលរៀនឬក៏ពេលគាត់បញ្ចប់មេរៀនហ្នឹងអញ្ចឹងលោកគ្រូក៏អាចវាយតម្លៃបានហើយតាក់ទងជាមួយនឹងចំណុចហ្នឹងគឺថាពេលណាហ្នឹងសិស្សគាត់ចាប់បានចំណុចចាប់បានកម្រិតណាហើយសិស្សណាខ្លះខ្សោយនិងសិស្សណាខ្លះពូកែហើយនឹងគឺជាកិច្ចការអង្គុយតាក់ទងជាមួយនឹងកិច្ចការផ្ទះជាធម្មតាក្រោយបញ្ចប់មេរៀនមួយគ្រូទាំងអស់គាត់តែងតែមានកិច្ចការផ្ទះទៅឲ្យសិស្សធ្វើការងារនៅផ្ទះអញ្ចឹងខ្ញុំក៏លើកចំណុចមួយហ្នឹងយកមកនិយាយតាក់ទងជាមួយនឹងកិច្ចការផ្ទះគឺជាកិច្ចការដែលគ្រូដាក់ឲ្យសិស្សធ្វើនៅក្រៅម៉ោងសិក្សាភាគច្រើននៅផ្ទះដើម្បីពង្រឹងបន្ថែមនៅអ្វីដែលបានរៀនក្នុងថ្នាក់អញ្ចឹងមានន័យថាកិច្ចការផ្ទះឧទាហរណ៍ថាគាត់ថ្ងៃហ្នឹងគាត់រៀនបូកលេខអញ្ចឹងលោកគ្រូប្រកាសជាដាក់កិច្ចការផ្ទះឲ្យ2ឬក៏3លំហាត់ទៅឲ្យសិស្សធ្វើដើម្បីពង្រឹងចំណេះដឹងរបស់គាត់ប៉ុន្តែជាកិច្ចការមួយដែលនៅផ្ទះមិនមែនជាកិច្ចការនៅក្នុងថ្នាក់រៀនទេអញ្ចឹងសិស្សធ្វើកិច្ចការហ្នឹងនៅផ្ទះដើម្បីពង្រឹងចំណេះដឹងហើយនឹងដើម្បីឲ្យអាណាព្យាបាលគាត់ជួយបន្ថែមតាក់ទងនៅចំណុចណាគាត់អត់យល់ព្រោះជាធម្មតាសិស្សក្នុងមួយថ្នាក់មានច្រើនមានខ្សោយមានខ្លាំងអញ្ចឹងបើសិនជាសិស្សដែលគាត់រៀនពូកែគាត់អាចធ្វើខ្លួនឯងបានប៉ុន្តែបើសិស្សខ្សោយបើសិនជាគ្រូនៅក្នុងថ្នាក់គាត់បញ្យល់អត់បានក្បោះក្បាយហើយឬក៏សិស្សចាប់អត់សូវបានតាក់ទងជាមួយនឹងប្រមាណវិធីហ្នឹងអញ្ចឹងគ្រូក៏ដាក់កិច្ចការផ្ទះហ្នឹងដើម្បីឲ្យអាណាព្យាបាលដែលនៅផ្ទះហ្នឹងជួយពង្រឹងសមត្ថភាពកូនគាត់បន្ថែមតាក់ទងជាមួយនឹងកិច្ចការផ្ទះហ្នឹងអញ្ចឹងចំណុចរបស់ខ្ញុំ3.1ហ្នឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងខ្ញុំសូមទៅដល់ចំណុចបន្តនឹងចំណុច3.2ចំណុច3.2ហ្នឹងគឺចំណុចចម្លើយសំណួរនិងការធ្វើតេស្តតាក់ទងជាមួយនឹងសំណួរនិងការធ្វើតេស្តហ្នឹងវាខុសគ្នាវាខុសគ្នាខ្លះស្រដៀងគ្នាខ្លះអញ្ចឹងខ្ញុំយកសំណួរមកនិយាយសិនសំណួរគឺជាវិធីសាស្ត្រដែលច្រើនធ្វើឡើងលក្ខណៈផ្ទាល់មាត់ឬក៏បន្តបន្ទាប់ពេញមួយម៉ោងសិក្សាចាំមានន័យថាគ្រូគាត់សួរសំណួរសិស្សភាគច្រើនគឺផ្ទាល់មាត់មិនអាចសួរសំណួរលើกระดาษហើយបើសិនជាគាត់សរសេរសំណួរលើกระดาษមានន័យថាជាការធ្វើតេស្តអញ្ចឹងសំណួរនិងការធ្វើតេស្តនោះវាខុសគ្នាតែវាដូចគ្នាត្រង់ថាគ្រូជាអ្នកសួរអាហ្នឹងចំណុចដែលដូចគ្នាអញ្ចឹងចំណុចខុសគ្នាគឺគ្រូសួរសិស្សផ្ទាល់មាត់នៅពេលដែលគាត់រៀននៅហ្នឹងតែម្ដងអញ្ចឹងគាត់សួរថាកូនថ្ងៃហ្នឹងយើងរៀនអីកូនវិធីបូកលេខគេបូកពីណាទៅណាដកលេខដកពីណាទៅណាខ្ទង់ក្នុងម៉ោងសិក្សាហ្នឹងតែម្ដងដើម្បីឲ្យសិស្សស្វែងយល់ហើយនឹងវាតម្លៃសិស្សនោះបានភ្លាមនៅក្នុងម៉ោងសិក្សានឹងតែម្ដងប៉ុន្តែជាសំណួរគឺជាការសួរផ្ទាល់មាត់មិនមែនការសរសេរលើក្រដាសនោះទេអញ្ចឹងតកតងជាមួយចំណុចមួយទៀតការធ្វើតេស្តហ្នឹងមិនការធ្វើតេស្តគឺជាការធ្វើតេស្តលក្ខណៈភាគច្រើនជាផ្លូវការនិងជាលាយលក្ខណ៍អក្សរដូចខ្ញុំនិយាយពីលើអញ្ចឹងការធ្វើតេស្តមិនមែនជាការសួរផ្ទាល់មាត់ទេគឺលោកគ្រូគាត់អាចសរសេរសំណួរលើក្តារខៀនឬក៏គាត់អាចឲ្យសិស្សធ្វើនៅក្នុងសៀវភៅកិច្ចការរបស់គាត់ឲ្យគាត់កត់ហើយគាត់ធ្វើចម្លើយនឹងយកមកឲ្យគ្រូនៅពេលដែលគ្រូនៅពេលចឹងហើយគាត់អាចវាតម្លៃបានថាតកតជាមួយនឹងលំហាត់ហ្នឹងគាត់រៀនចប់ម៉ោងហ្នឹងសិស្សគាត់ចាប់បានចំណុចណាខ្លះហើយអញ្ចឹងការធ្វើតេស្តវាអាចជាការធ្វើតេស្តរយៈពេលក្រោយបញ្ចប់មេរៀនឬក៏ប្រចាំសប្តាហ៍អីទៅព្រោះការធ្វើតេស្តភាគច្រើនក្រោយបញ្ចប់មេរៀនគាត់មានធ្វើការគ្រូអាចធ្វើមួយតេស្តពីរតេស្តអីដើម្បីដាក់បន្ទុកឲ្យសិស្សយកទៅបូកសរុបប្រចាំខែអញ្ចឹងទៅឧទាហរណ៍ថាមេរៀនទី1ចប់មេរៀនទី1គ្រូគាត់នឹងអាចធ្វើតេស្តតែបើសំណួរវិញគឺសួរនៅក្នុងម៉ោងសិក្សានឹងតែម្ដងអញ្ចឹងចំណុចទី2.3 3.2របស់ខ្ញុំចប់ប៉ុណ្ណឹងខ្ញុំសូមចូលដល់ចំណុចទី3គឺឧបករណ៍ Digital តកតជាមួយនឹងឧបករណ៍ Digital ហ្នឹងគេចង់សំដៅទៅលើការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រការប្រើប្រាស់ទូរស័ព្ទ Smartphone Website ដើម្បីវាស់វែងពីសមត្ថភាពឬចំណេះដឹងរបស់សិស្សអាហ្នឹងគេអាចវាស់វែងមិនឧទាហរណ៍ថាជាធម្មតាយើងធ្វើ
ធ្វើតេស្តឬក៏ការប្រឡងគឺតាមរយៈការសរសេរក្តារអញ្ចឹងមានន័យថាការសរសេរក្តារមួយអាចគ្រូលំអៀងពីរអាចសិស្សលួចចម្លងគ្នាសិស្សសួរគ្នាលួចមើលគ្នាបានតែអាហ្នឹងគឺក៏វាតាក់ទងជាមួយនឹងការវាយតម្លៃដែរប៉ុន្តែចំណុចមួយនេះខ្ញុំលើកមកពីការឧបករណ៍ digital អញ្ចឹងមានន័យថាការធ្វើតេស្តរបស់សិស្សមិនមែនប្រកាសថាសរសេរលើក្តារខៀនឬក៏សរសេរក្តារឲ្យសិស្សអាចធ្វើតេស្តបានវាយតម្លៃគាត់បានទេយើងអាចវាយតម្លៃគាត់តាមលក្ខណៈ digital ការប្រើប្រាស់កុំព្យូទ័ររបស់គាត់ការប្រើចូលកម្មវិធី website ឬក៏ទូរស័ព្ទដៃ smartphone របស់គាត់ដូចជាកម្មវិធី PLP របស់ក្រសួងអប់រំយុវជននិងកីឡាគាត់ដាក់ឲ្យសិស្សធ្វើតេស្តនៅក្នុងទូរស័ព្ទដៃ smartphone ឬក៏កុំព្យូទ័រចឹងទៅអញ្ចឹងគ្រូគាត់ក៏អាចដឹងពីទិន្នន័យដែលសិស្សណាចូលធ្វើបានសិស្សណាធ្វើដល់កម្រិតណាអញ្ចឹងដល់កម្រិតណាសិស្សឧទាហរណ៍ថាគាត់ដាក់លំហាត់10លំហាត់ទៅក្នុងការធ្វើតេស្តតាមបែប digital នឹង PLP ហ្នឹងអញ្ចឹងបើសិនជាសិស្សគាត់ចូលធ្វើគាត់នឹងមានការធ្វើខុសនិងធ្វើត្រូវហើយអញ្ចឹងលោកគ្រូគាត់អត់ពិបាកទៅអង្គុយបូកលេខទៅអង្គុយកែទៅអង្គុយត្រួតពិនិត្យអីទៀតទេគាត់ត្រូវគាត់គ្រាន់តែមើលចូលក្នុងប្រព័ន្ធ PLP ហ្នឹងគាត់គ្រាន់ទាញជា Excel មកគាត់នឹងលោតមកហើយលោតមកឃើញថាសិស្សឈ្មោះកធ្វើបាន2បន្ទុកសិស្សឈ្មោះខបាន5បន្ទុកអញ្ចឹងអាហ្នឹងគឺជាឧបករណ៍ digital សម្រាប់ការធ្វើតេស្តគឺបែបហ្នឹងហើយការធ្វើតេស្តតាមបែប digital ហ្នឹងគឺគ្មានភាពលំអៀងទេសិស្សសិស្សធ្វើត្រូវបានត្រូវសិស្សធ្វើខុសគឺខុសហើយគ្មានភាពលំអៀងដូចពេលដែលយើងធ្វើតេស្តជាមួយនឹងក្តារហើយមួយទៀតការធ្វើតេស្តហ្នឹងសិស្សអត់សូវធន់នឹងការធ្វើតេស្តលក្ខណៈជាกระดาษឬក៏ប៊ិចអីគាត់អត់ធន់ទេព្រោះដោយសារអីគាត់អង្គុយចុចទូរស័ព្ទគាត់ចុចខ្វាត់វាពេលគាត់ចុចចម្លើយវាដូរតរហូតអញ្ចឹងមានន័យថាគាត់អត់មានឃើញលំហាត់ហ្នឹងថាមិនដឹងថាគេដាក់ម៉ាលំហាត់ក៏អត់មានសម្ពាធផ្លូវចិត្តក្នុងការធ្វើតេស្តហ្នឹងទេអញ្ចឹងអាហ្នឹងក៏ជាចំណុចសំខាន់មួយក្នុងការវិតម្លៃដែរពេលខ្លះការធ្វើតេស្តតាមរយៈกระดาษការសរសេរលើกระดาษសិស្សឃើញធន់ហ្មងវាគាត់មានអារម្មណ៍ថាធន់ថប់ហើយឃើញនឹងគាត់អត់ចេះហើយគាត់ស្មុគស្មាញសម្ពាធផ្លូវចិត្តធ្វើឲ្យលំហាត់ក្រោយៗដែលគិតថាស្រួលហ្នឹងគាត់ធ្វើអត់កើតអញ្ចឹងបើសិនជាយើងបែរមកការធ្វើតេស្តតាមបែប digital វិញធ្វើឲ្យសិស្សហ្នឹងវាមានបែបអារម្មណ៍កម្សាន្តសប្បាយចង់ធ្វើតេស្តហ្នឹងអត់មានភាពធន់ថប់ដូចជាការធ្វើតេស្តតាមក្រដាសទៀតទេចំណុចរបស់ខ្ញុំតកតងជាមួយនឹង 3.3 ហ្នឹងមានប៉ុណ្ណឹងខ្ញុំសូមតកតងជាមួយនឹងចំណុច 3.4 ការវាយតម្លៃទូទៅតកតងជាមួយនឹងការវាយតម្លៃទូទៅហ្នឹងគេចង់សំដៅទៅលើដំណើរការនៃការប្រមូលព័ត៌មានឬក៏ភស្តុតាងអំពីការរៀនសូត្ររបស់សិស្សហើយយកមកវិនិច្ឆ័យថាសិស្សហ្នឹងក៏មានសមត្ថភាពប៉ុណ្ណាការវាយតម្លៃទូទៅហ្នឹងវាខុសពីការដាក់បន្ទុកព្រោះដោយសារអីគ្រូវាយតម្លៃទូទៅមានថាវាយតម្លៃសិស្សក្នុងចំណោមសិស្សមួយថ្នាក់ហ្នឹងហ្មងគាត់វាយតម្លៃថាតើសិស្សមួយណាចាប់បានសិស្សណាមិនចាប់បានសិស្សមួយណាយកចិត្តទុកដាក់សិស្សណាគិតតែលេងគិតតែអត់មានខ្វល់ខ្វាយពីការបរៀនទេអញ្ចឹងគ្រូគាត់អាចរកវិធីសាស្ត្រផ្ដាច់ភ្លាមតាក់ទងជាមួយនឹងការបរៀនសិស្សឲ្យធ្វើម៉េចឲ្យសិស្សចាប់អារម្មណ៍ការរៀនច្រើនជាងមុនធ្វើម៉េចឲ្យសិស្សចង់ស្ដាប់គ្រូធ្វើម៉េចឲ្យសិស្សមានសកម្មភាពជាមួយគ្រូឲ្យបានច្រើនអាហ្នឹងហើយគឺជាការវាយតម្លៃទូទៅនៅពេលកំពុងរៀនអញ្ចឹងគ្រូក៏រកវិធីសាស្ត្រហើយទូទៅមានន័យថាមួយថ្នាក់តែម្ដងមិនមែនបុគ្គលដូចជាការធ្វើតេស្តការសួរសំណួរនោះទេទូទៅគឺមានន័យថាគ្រូគាត់វាតម្លៃក្នុងពេលម៉ោងសិក្សាគាត់សម្លឹងមើលសិស្សមួយថ្នាក់ហ្នឹងហ្មងអាហ្នឹងគឺជាការវាយតម្លៃទូទៅមួយចំណុចបន្ទាប់ការវាយតម្លៃបណ្ដោះអាសន្នតកតជាមួយនឹងការវាយតម្លៃបណ្ដោះអាសន្នហ្នឹងយើងយកឲ្យថាពាក្យបណ្ដោះអាសន្នមិនមែនពាក្យពិតប្រាកដទេប្រើគ្រាន់តែជាការបណ្ដោះអាសន្នអញ្ចឹងការវាយតម្លៃបណ្ដោះអាសន្នហ្នឹងឬជួនកាលគេនិយាយថាការវាយតម្លៃចន្លោះការហ្នឹងមិនគឺជាប្រភេទវាយតម្លៃដែលនៅចន្លោះជាក់លាក់ណាមួយក្នុងអំឡុងពេលឆ្នាំសិក្សាឧទាហរណ៍ថារាល់ខែរៀងរាល់ខែរៀងរាល់ត្រីមាសអញ្ចឹងមានន័យថាបណ្ដោះអាសន្នហ្នឹងគេយកទៅទុកឧទាហរណ៍ដូចជាការយើងប្រឡងឧទាហរណ៍ថា
ប្រចាំខែគ្រូគាត់តែកាមានការធ្វើតេស្តរបស់សិស្សហើយមួយខែគាត់ធ្វើតេស្តម្ដងអញ្ចឹងមានន័យថាអាហ្នឹងគឺជាការធ្វើតេស្តបណ្ដោះអាសន្នទេមិនមែនជាចាំបាច់ទេអញ្ចឹងអ្វីដែលជាការពិតប្រាកដគឺប្រចាំឆ្នាំអញ្ចឹងមានន័យថាមុននឹងមានប្រចាំឆ្នាំគ្រូត្រូវតែមានទិន្នន័យការធ្វើតេស្តរបស់សិស្សហ្នឹងខែប្រចាំខែប្រចាំត្រីមាសឬក៏ប្រចាំឆមាសសិនមិនមានលទ្ធផលជាក់លាក់មួយដែលអាចវាយតម្លៃសិស្សបានថាក្នុងមួយឆ្នាំសិក្សារបស់គាត់ចាប់បានដល់ចំណុចណាដល់ចំណុចបន្ទាប់ចំណុច3.6ការវាយតម្លៃទ្រង់ទ្រាយធំនៅចុងឆ្នាំដូចខ្ញុំនិយាយពីមុនការវាយតម្លៃប្រចាំខែប្រចាំត្រីមាសគឺជាការវាយតម្លៃបណ្ដោះអាសន្នអញ្ចឹងការវាយតម្លៃធំគឺជាការវាយតម្លៃនៅចុងឆ្នាំតទៅជាមួយនឹងការវាយតម្លៃនៅចុងឆ្នាំគេចង់សំដៅទៅលើការវាយតម្លៃសរុបដែលមានស្តង់ដារអប់រំត្រឹមត្រូវដូចជាការប្រឡងបញ្ចប់ឆ្នាំមួយឬក៏ការដូចជាសិស្សអញ្ចឹងថ្នាក់ទី9គាត់មានការប្រឡងបញ្ចប់ដើម្បីឡើងដល់ថ្នាក់ទី10អញ្ចឹងមានន័យថាអាហ្នឹងគឺជាមានលក្ខណៈស្តង់ដារមួយការប្រឡងទម្រង់ធំប្រចាំឆ្នាំបើយើងនិយាយបកមកលើថ្នាក់បឋមវាអាចធ្វើទៅបានត្រូវតែយើងរៀបចំស្តង់ដារឲ្យត្រឹមត្រូវទៅតាមលក្ខណៈផ្លូវការរបស់ខាងអប់រំដែរប៉ុន្តែដោយសារជាក់ស្ដែងដោយការធ្វើតេស្តតុសិស្សមានការខ្វះអញ្ចឹងមិនអាចឲ្យធ្វើស្តង់ដារដោយការយើងប្រឡងឌីប្លូមដូចប្រឡងបាក់ឌុបបានទេដោយសារពេលប្រឡងឌីប្លូមឬក៏ប្រឡងបាក់ឌុបគឺអង្គុយមួយតុម្នាក់ប៉ុន្តែជាក់ស្ដែងខ្ញុំសាកធ្វើតេស្តបែបហ្នឹងគឺអត់បានទេព្រោះដោយសារអីសិស្សមានចំនួនច្រើនតុមានចំនួនតិចអញ្ចឹងយើងមិនអាចធ្វើលក្ខណៈស្តង់ដារបានដល់ថ្នាក់ដូចប្រឡងបាក់ឌុបទេប៉ុន្តែយើងអាចធ្វើស្តង់ដារបានដោយសារយើងអាចធ្វើបានដោយយើងដូរមានលេខតុត្រឹមត្រូវនិងមានឲ្យសិស្សគាត់ចាប់លេខតុហើយគាត់ទៅចាប់បានលេខណាគាត់ទៅអង្គុយតុហ្នឹងអញ្ចឹងមានន័យថាជាធម្មតាការប្រឡងមិនថាថ្នាក់បឋមឬក៏ថ្នាក់អនុឬក៏វិទ្យាល័យឯងតែងតែមានការប្រឡងទ្រង់ទ្រាយធំនៅចុងឆ្នាំហ្នឹងឯងអញ្ចឹងចំណុច3.7ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពហ្នឹងគឺគេចង់សំដៅទៅលើមតិរបស់គ្រូបង្រៀននៅពេលដែលបង្រៀនចប់1ម៉ោងសិក្សាឬក៏1មេរៀនចឹងការផ្ដល់មតិកែលម្អគឺជាស្ពាននៃចម្លងសិស្សពីកន្លែងដែលពួកគេកំពុងឈរទៅកន្លែងដែលពួកគេមានគោលដៅនៃមេរៀនចឹងមានន័យថាបើសិនជាពុំបរៀនឬក៏ឧទាហរណ៍ខ្ញុំលើក1ម៉ោងសិក្សាយើងមិននិយាយចោះពេលដែលរៀនគ្រូស្រាប់តែដាក់លំហាត់ឲ្យសិស្សធ្វើសិស្សគាត់ធ្វើហើយគាត់ធ្វើខុសចឹងមានន័យថាគ្រូគាត់កែលម្អគេថាប្រាប់សិស្សផ្ទាល់មាត់ថាកូនឯងធ្វើខុសហើយអញ្ចឹងកូនឯងត្រូវធ្វើចេះអាហ្នឹងគឺជាមតិកែលម្អប្រកបដោយប្រសិទ្ធភាពដូចជាដោយមិនមានភាពលំអៀងឧទាហរណ៍ថាសិស្សនេះអញចូលចិត្តទេធ្វើខុសអត់ខ្វល់អាហ្នឹងគឺជាអត់មតិកែលម្អមែនប៉ុន្តែកែលម្អវាអត់មានប្រសិទ្ធភាពទេព្រោះដោយសារអីវាគ្មានភាពស្មើភាពអញ្ចឹងគ្រូគាត់ត្រូវតែមានភាពស្មើភាពមិនប្រកាន់សិស្សណាទេហើយគ្រូត្រូវតែប្រាប់សិស្សទាំងអស់ថាលំហាត់នឹងធ្វើខុសឬក៏ធ្វើត្រូវសិស្សខុសយើងប្រាប់ថាខុសសិស្សត្រូវធ្វើត្រូវអញ្ចឹងធ្វើឲ្យអាចំណេះដឹងរបស់គាត់នឹងមានការរីកចម្រើនភ្លាមដែលដឹងដោយសារគាត់ដឹងថាគាត់ធ្វើខុសនេះគ្រូប្រាប់ចេះអូអញ្ចឹងធ្វើខុសគាត់នឹងកែភ្លាមអញ្ចឹងធ្វើឲ្យអាចំណេះដឹងដែលគាត់មាននឹងគាត់កើនឡើងភ្លាមតែម្ដងចំណុច3.8ការកែតម្រូវនិងការណែនាំតើតើជាមួយនឹងការកែតម្រូវហ្នឹងវាស្រដៀងទៅជាមួយនឹងការផ្ដល់មតិដែរគ្រូទីនោះគ្រូផ្ដល់មតិថាកូនឯងត្រូវខំចេះកូនឯងត្រូវធ្វើចេះមិនត្រូវអញ្ចឹងអានេះកែលម្អនៅស្រដៀងគ្នាដែរគឺជាវិធីសាស្ត្របង្រៀនមួយដែលគ្រូផ្លាស់ប្ដូរនិងកែលម្អបង្រៀនកែនឹងសម្ភារៈឧបទេសនិងវាយតម្លៃដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នាកម្រិតសិក្សានិងចំណាប់អារម្មណ៍និងការបង្រៀនរបស់សិស្សម្នាក់ៗនៅក្នុងថ្នាក់រៀននីមួយៗអញ្ចឹងមានន័យថាគ្រូកែលម្អមិនកែលម្អនឹងមានណែនាំកែលម្អព្រោះសម្រាប់លោកគ្រូគាត់អាច
កែលម្អខ្លួនឯងភ្លាមៗផ្លាស់ប្ដូរភ្លាមៗនៅពេលដែលគាត់ឃើញសិស្សអត់ចាប់អារម្មណ៍លើមេរៀនមួយហ្នឹងអញ្ចឹងលោកគ្រូត្រូវសម្ភារៈឧបទេសណាមួយយកមកឲ្យកូនសិស្សចាប់អារម្មណ៍ពេលក្នុងរៀនហ្នឹងតែម្ដងអញ្ចឹងការកែលម្អហ្នឹងទាក់ទងជាមួយនឹងការវាយតម្លៃនឹងដែរអញ្ចឹងនិយាយថាបើសិនជាគ្រូគាត់គ្មានភាពកែលម្អនិងភាពណែនាំទេគាត់មិនអាចដឹងវិធីសាស្ត្របង្រៀនមួយណាដែលឲ្យគាត់ផ្លាស់ប្ដូរនិងកែប្រែទេព្រោះជាធម្មតាសិស្សខ្លះគាត់ចូលចិត្តស្ដាប់សិស្សខ្លះគាត់ចូលចិត្តមើលសិស្សខ្លះចូលចិត្តអនុវត្តអញ្ចឹងមានន័យថាគាត់គួរតែពេលដែលគាត់សង្កេតមើលគាត់អញ្ចឹងគាត់អាចកែលម្អខ្លួនឯងបានថាអូសិស្សនេះគាត់ចូលចិត្តមើលសិស្សនេះគាត់ចូលចិត្តសរសេរគាត់ចូលចិត្តអានអញ្ចឹងមានន័យថាវាខុសគ្នាអញ្ចឹងគ្រូគាត់នឹងអាចបត់បែននឹងអាចប្ដូរវិធីសាស្ត្របង្រៀនឲ្យសមស្របទៅនឹងចំណាប់អារម្មណ៍របស់សិស្សនៅក្នុងថ្នាក់នឹងតែម្ដងអញ្ចឹងអាហ្នឹងចំណុចការកែលម្អអញ្ចឹងខ្ញុំសូមដល់ចំណុច3.9 ការសង្ខេបតើតើជាមួយនឹងការសង្ខេបនឹងគឺជាដំណាក់កាលដ៏សំខាន់មួយដែលគ្រូបង្រៀនប្រើប្រាស់ទិន្នន័យដែលទទួលបានពីការវាយតម្លៃការធ្វើតេស្តវាយតម្លៃនោះដូចជាការធ្វើតេស្តធ្វើលំហាត់មកត្រួតពិនិត្យហើយនឹងកែសម្រួលការបង្រៀនឲ្យបានកាន់តែប្រសើរការសង្ខេបហ្នឹងគ្រូគេចំណុចហ្នឹងគេចង់បញ្ជាក់ថាជាចំណុចរបស់គ្រូមិនគ្រូសង្ខេបមិនគ្រូគាត់សង្ខេបថាសង្ខេបមើលពីសមត្ថភាពរបស់ខ្លួនឯងណាក្រោយពីការកែតេស្តកែលំហាត់កែសំណួរកូនសិស្សហើយអញ្ចឹងគាត់អាចសង្ខេបខ្លួនឯងបានថាគាត់នឹងអាចកែប្រែចំណុចណាដែលគាត់ខ្វះខាតក្នុងការបង្រៀនដើម្បីឲ្យមានប្រសិទ្ធភាពជាងនោះបើគាត់គម្រោងគាត់វត្ថុបំណងរបស់គាត់ចង់ឲ្យសិស្សបានយល់បាន50%ស្រាប់តែសិស្សយល់បានតែ30%ទេអញ្ចឹងមានថាគាត់នឹងមានការកែសម្រួលការបង្រៀនរបស់គាត់ឲ្យកាន់មានប្រសិទ្ធភាពកាន់ជាឲ្យកាន់តែខ្លាំងជាងនឹងទៅទៀតអញ្ចឹងអានឹងជាការសង្ខេបរួមមួយដើម្បីឲ្យគាត់ដឹងពីចំណុចខ្វះខាតរបស់គាត់និងចំណុចខ្វះខាតរបស់សិស្សដូចគ្នាពេលដែលសិស្សធ្វើខុសគាត់អាចទៅប្រាប់សិស្សពេលសិស្សធ្វើខុសច្រើនក៏អាចមកវិធីសាស្ត្រមកពីវិធីសាស្ត្របង្រៀនរបស់គាត់អញ្ចឹងគាត់អាចកែបានហើយគាត់នឹងកែសម្រួលការបង្រៀនរបស់គាត់នឹងឲ្យកាន់តែមានប្រសិទ្ធភាពដែលសម្រាប់ទៅតាមវត្ថុបំណងនៃមេរៀននឹងរបស់គាត់ដែលរបស់គាត់បានកំណត់ហ្នឹងនៅបន្ទាប់ចំណុច3.10ការផ្ដល់យោបល់សម្រាប់ការបកស្រាយសកម្មភាពតើតើជាមួយនឹងការផ្ដល់យោបល់សម្រាប់ការស្រាវជ្រាវសកម្មភាពហ្នឹងគឺជាដំណើរការនៃការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយគ្រូផ្ទាល់ចាំមានថាគ្រូផ្ទាល់មិនមែនជាសិស្សទេគ្រូផ្ទាល់ដើម្បីស្វែងរកបញ្ហាក្នុងថ្នាក់និងរួមដំណោះស្រាយនឹងការល្អការបង្រៀននឹងរៀនចាំមានថាការផ្ដល់យោបល់ហ្នឹងមានថាគាត់សង្កេតមើលការស្រាវជ្រាវសកម្មភាពរបស់សិស្សគាត់អាចកែលម្អតើបញ្ហាអីខ្លះនៅជួបនៅក្នុងថ្នាក់រៀនហ្នឹងអញ្ចឹងគាត់ផ្ដល់យោបល់សម្រាប់ស្រាវជ្រាវសកម្មភាពហ្នឹងអញ្ចឹងគាត់ថាមើលសកម្មភាពតើសិស្សញ៉ៃញ៉ៃអញ្ចឹងគាត់ត្រូវទៅរកវិធីសាស្ត្រយកមកកែប្រែមិនឲ្យវាសិស្សជប់ញ៉ៃញ៉ៃសិស្សយកអារម្មណ៍រៀនជាងមុនអានឹងហើយគឺជាការផ្ដល់យោបល់សម្រាប់សកម្មភាពនៅក្នុងថ្នាក់ហ្នឹងអាហ្នឹងគេចង់និយាយសំដៅលើសកម្មភាពនៅក្នុងថ្នាក់ហើយបើសិនជាគាត់កែលម្អថាសិស្សយកចិត្តទុកដាក់ហើយអញ្ចឹងគាត់ក៏អាចមើលឃើញពីការយកចិត្តទុកដាក់របស់សិស្សដែរសិស្សគាត់អាចរៀនបានដល់ចំណុចណាគាត់ខ្លាំងហត់គាត់ខ្សោយហត់អញ្ចឹងលោកគ្រូគាត់អាចមើលហើយគាត់ថាអូនេះការសិក្សាស្រាវជ្រាវហ្នឹងគាត់ខ្សោយហ่ะអញ្ចឹងគាត់ទៅរកវិធីសាស្ត្របង្រៀនត្រូវកែប្រែឲ្យបានឲ្យដឹងឲ្យធ្វើម៉េចឲ្យសិស្សចាប់បានមេរៀនជាងហ្នឹងជាធម្មតាយើងធ្វើជាគ្រូយើងដឹងហើយថាក្នុងថ្នាក់យើងវាមានបញ្ហាអីខ្លះជួបអីខ្លះអញ្ចឹងយើងដឹងហើយអញ្ចឹងយើងអាចកែលម្អនិងផ្ដល់យោបល់សម្រាប់ការសកម្មភាពមួយហ្នឹងបានហើយអញ្ចឹងចំណុចក្នុងហ្នឹងវាមានមួយទៀតការផ្ដល់យោបល់ហ្នឹងគឺជាសម្រាប់ការស្រាវជ្រាវសកម្មភាពដែលមានឥទ្ធិពលទៅសម្រាប់ការបង្រៀននិងផ្សារភ្ជាប់គម្លាតទ្រឹស្ដីនិងការអនុវត្តឲ្យអ្នកខ្លាចទៅជាការអនុវត្តឆ្លុះបញ្ចាំងនិងដោះស្រាយបញ្ហានៅក្នុងថ្នាក់រៀនពិតប្រាកដទៅតាមរយៈពេលនិងប្រព័ន្ធអញ្ចឹងថារយៈពេលគម្លាតមិនទ្រឹស្ដីមិនអនុវត្តមិនឧទាហរណ៍ថាគាត់រៀនការបូកលេខប៉ុន្តែលោកគ្រូគាត់អត់លោកបូកលេខដែលប្រើវិធីសុំទោសឧទាហរណ៍ថាលោកគ្រូគាត់បូកលេខរៀនវិធីសាស្ត្របូកអញ្ចឹងមានន័យថា
លោកគ្រូត្រូវតែភ្ជាប់អាទ្រឹស្ដីហ្នឹងបូកពីណាទៅណាប្រាប់សិស្សឲ្យបូកខ្ទង់10ខ្ទង់រាយខ្ទង់ពាន់ឲ្យមានឲ្យហើយគាត់ត្រូវតែយកអាចំណុចដែលទ្រឹស្ដីដែលគាត់បរៀនឲ្យយកទៅឲ្យសិស្សអនុវត្តអាហ្នឹងគឺជាយោបល់សម្រាប់ការស្រាវជ្រាវសកម្មភាពអញ្ចឹងគាត់ដឹងពេលដែលគាត់ឲ្យសិស្សធ្វើគាត់អនុវត្តគាត់ស្រាវជ្រាវឃើញថាសកម្មភាពក្នុងចំណោមសិស្សគ្នា20-30នាក់ហ្នឹងសិស្សមួយណាដែលគាត់រៀនបានពូកែសិស្សណាដែលរៀននៅក្លេច50%សិស្សខ្លះគឺខ្សោយតែម្ដងអញ្ចឹងអាហ្នឹងគឺជាសកម្មភាពឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ហ្មងថាសិស្សហ្នឹងអាចចេះឬក៏មិនចេះអញ្ចឹងអាហ្នឹងគឺជាដំណោះស្រាយបញ្ហានៅក្នុងថ្នាក់ពិតប្រាកដណាស់វារយៈពេលដើម្បីធ្វើជាប្រព័ន្ធអញ្ចឹងមានន័យថាអាហ្នឹងវាយោបល់វាអាចធ្វើបានភ្លាមទេក្នុងចំណោមសិស្សទាំងអស់មិនអាចថាឲ្យសិស្សតម្រូវថាសិស្សខ្សោយហ្នឹងឲ្យគាត់រៀនផ្កាយបានភ្លាមដល់លុះត្រាតែយើងប្រើចំណាយពេលវេលាដើម្បីដោះស្រាយបញ្ហាហ្នឹងប៉ុន្តែគ្រូត្រូវតែភ្ជាប់រវាងទ្រឹស្ដីនិងអនុវត្តជាចាំបាច់នៅក្នុងម៉ោងសិក្សាបានធ្វើឲ្យសិស្សយើងមានការរីកចម្រើនហើយយើងវាតម្លៃបានថាបើសិនជាគ្រូអត់ភ្ជាប់ទ្រឹស្ដីអត់ភ្ជាប់ការអនុវត្តទេចឹងមានន័យថាគាត់ឲ្យវាការវិតម្លៃក៏វាអត់សូវមានប្រសិទ្ធភាពខ្លាំងដែរចុងក្រោយរបស់ខ្ញុំសេចក្តីសន្និដ្ឋានតកតងជាមួយនឹងសេចក្តីសន្និដ្ឋាននឹងដែរខ្ញុំសរុបជារួមមកគឺការវាយតម្លៃក្នុងម៉ោងសិក្សាគឺជាត្រីវិនិស្ស័យសម្រាប់គ្រូឬនឹងកញ្ចក់សម្រាប់សិស្សត្រីវិស័យនឹងមិនសម្រាប់គ្រូនឹងមិនកញ្ចក់នឹងសម្រាប់សិស្សមិនត្រីវិស័យនឹងគេតែនិយាយថាគ្រូអាចមើលឃើញច្រើនតកតងជាមួយនឹងសកម្មភាពរបស់សិស្សតកតងជាមួយនឹងការចំណេះដឹងរបស់សិស្សដែលមានតកតងជាមួយនឹងចំណាប់អារម្មណ៍របស់សិស្សតកតងជាមួយនឹងចំណុចផ្សេងទៀតដែលសិស្សធ្វើអញ្ចឹងគ្រូគាត់អាចដឹងពីសិស្សឲ្យកាន់តែច្បាស់តកតងជាមួយនឹងចំណុចហ្នឹងជាកញ្ចក់មិនជាកញ្ចក់មានណាឆ្លុះបញ្ចាំងសម្រាប់សិស្សអញ្ចឹងយើងអាចឆ្លុះបញ្ចាំងថាចេះនៅពេលដែលគ្រូបើយើងបរៀនហ្នឹងវាអាចមកពីយើងនិងអាចមកពីសិស្សអញ្ចឹងមានន័យថាការវិតម្លៃក្នុងម៉ោងនោះវាមានសារៈសំខាន់មែនទែនហ្មងសារៈសំខាន់ដើម្បីយើងឲ្យឆ្លុះបញ្ចាំងឲ្យសិស្សមើលថាអូសុំទោសជាកញ្ចក់សម្រាប់សិស្សអញ្ចឹងមានន័យថាសិស្សអាចអនុវត្តបានភ្លាមនឹងយើងដូចយើងឆ្លុះកញ្ចក់អញ្ចឹងយើងឃើញភ្លាមហ្មងវាអត់ចាំស្អែកខាន់ស្អែកអីទេគឺឆ្លុះភ្លាមគឺឃើញភ្លាមអាហ្នឹងគឺជាកញ្ចក់សម្រាប់សិស្សអញ្ចឹងសិស្សគាត់អាចដឹងភ្លាមថាគាត់ចេះអត់ឬក៏គាត់មិនចេះអត់អាហ្នឹងគឺដូចជាកញ្ចក់អញ្ចឹងការបង្រៀននឹងក្លាយជាការដើរនាទីងឹតបើសិនជាបើបង្រៀនបើអត់មានការវាយតម្លៃទេមានអារម្មណ៍ថាដើរនាទីងឹតហ្នឹងមិនបើសិនជាគ្មានការវាយតម្លៃគ្រូក៏មិនដឹងថាសិស្សរៀនពូកែអត់ហើយគ្រូខ្លួនឯងក៏អត់ដឹងថាយើងបរៀនកូនគេមិនទេមិនដឹងថាបរៀនទៅកូនគេចាប់បានឬក៏មិនចាប់បានទេអាហ្នឹងបើសិនជាអត់មានការវាយតម្លៃដូចដើរលើទីងងឹតចឹងហើយមួយទៀតតកតងជាមួយនឹងការវាយតម្លៃដូចជាការកាកិច្ចការផ្ទះការវាយតម្លៃចំណេះដឹងផ្សេងវាមានសារៈសំខាន់ដល់អាណាព្យាបាលផងដែរសារៈសំខាន់មិនគ្រូគាត់អាចដឹងពីភាពចេះរបស់កូនគាត់អញ្ចឹងគាត់អាចតាមដានបានការសិក្សារបស់កូនគាត់តាមរយៈការធ្វើតេស្តហ្នឹងតាមរយៈការគ្រូប្រាប់ក្រដាសមើលលើក្រដាសប្រឡងឬក៏មើលក្នុងសៀវភៅកិច្ចការផ្ទះអាហ្នឹងគឺជាសរុបមកគឺការវាយតម្លៃហ្នឹងគឺវាមានសារៈសំខាន់ខ្លាំងណាស់មិនថាគ្រូមិនថាសិស្សនិងអាណាព្យាបាលអញ្ចឹងចំណុចរបស់ខ្ញុំតកតងជាមួយនឹងមេរៀនការវាយតម្លៃក្នុងម៉ោងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសូមអរគុណលោកគ្រូ